លោកគ្រូនិងសិស្សានុសិស្សចំនួន3រូបមកពីសាលារៀនបញ្ញវន្តអង្គរ AIA តំណាងគ្រឹះស្ថាននៃព្រះរាជាណាចក្រកម្ពុជាចូលរួមក្នុងវេទិកាយុវជនវិទ្យាសាស្ត្រអន្តរជាតិលើកទី18នាប្រទេសសិង្ហបុរីនៅថ្ងៃទី4ខែមករាឆ្នាំ2026គណៈប្រតិភូសាលារៀនបញ្ញវន្តអង្គរ AIA បានធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោឆ្ពោះទៅកាន់ប្រទេសសិង្ហបុរីដើម្បីចូលរួមក្នុងវេទិកាយុវជនវិទ្យាសាស្ត្រអន្តរជាតិលើកទី18ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី5ដល់ថ្ងៃទី9ខែមករាឆ្នាំ2026យុវសិស្សហេងសុឡាយសិស្សថ្នាក់ទី9សាលារៀនបញ្ញវន្តអង្គរ AIA សាខាទី2កំពង់ស្ពឺនិងយុវសិស្សស៊ុយមេងហុកសាលារៀនបញ្ញវន្តអង្គរ AIA សាខាទី5ប៉ោយប៉ែតបានបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួនថាខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តរីករាយនិងមោទនភាពចំពោះខ្លួនឯងយ៉ាងខ្លាំងដែលមានឱកាសដ៏មានតម្លៃមួយនេះហើយខ្ញុំសូមអរគុណទៅដល់សាលារៀនហើយនិងលោកគ្រូអ្នកគ្រូដែលបានគាំទ្រខ្ញុំទទួលបានបទពិសោធន៍ចំណេះវិជ្ជាថ្មីបច្ចេកវិទ្យានិងបានស្គាល់មិត្តពីប្រទេសផ្សេងទៀតនាងខ្ញុំឈ្មោះលឹមច័ន្ទសោភាត្រូវជាម្ដាយរបស់សិស្សឈ្មោះហេងសុកឡាយចាខ្ញុំមានអារម្មណ៍សប្បាយចិត្តនិងមានមោទនភាពចំពោះកូនតែគាត់ទទួលបានឱកាសទៅចូលរួមវេទិកាយុវជនវិទ្យាសាស្ត្រអន្តរជាតិនៅសិង្ហបុរីចាខ្ញុំរំពឹងទុកថាកូននឹងទទួលបានបទពិសោធន៍និងចំណេះដឹងថ្មីដើម្បីមកអភិវឌ្ឍខ្លួនឲ្យកាន់តែរីកចម្រើននាងខ្ញុំសូមផ្ដាំផ្ញើដល់អាណាព្យាបាលសិស្សផ្សេងទៀតគួរតែផ្ដល់ឱកាសអាចឲ្យកូនចូលរួមនៅក្នុងកម្មវិធីទៅក្រៅប្រទេសដើម្បីយកបទពិសោធន៍ថ្មីនិងចំណេះដឹងថ្មីចាលោកគ្រូឈុនពេញនាយកសាលាបញ្ញវន្តអង្គរសាខាទី5ប៉ោយប៉ែតដែលបានអញ្ជើញចូលរួមនិងដឹកនាំគណៈប្រតិភូបានបង្ហាញចំណាប់អារម្មណ៍យ៉ាងដូចនេះថាហើយចំពោះសិស្សានុសិស្សទាំងពីរនាក់នេះគឺយើងបានជ្រើសរើសយ៉ាងសម្រិតសម្រាំងតាមរយៈការប្រឡងជ្រើសរើសជា written test បាទតេស្តដោយក្រដាសបន្ទាប់មកទៀតគឺឆ្លងកាត់វគ្គសម្ភាសន៍ផ្ទាល់មាត់បាទ spoken test ដែលនៅក្នុងនោះគឺគណៈកម្មការយើងបានសម្រិតសម្រាំងទៅអាចជ្រើសរើសគាត់2នាក់ដើម្បីទៅចូលរួមនៅក្នុងវេទិកាយុវជនវិទ្យាសាស្ត្រអន្តរជាតិបាទនៅសាលានៅវិទ្យាឋានវ៉ាចុងប្រទេសសិង្ហបុរីបាទហើយចំពោះការរៀបចំសម្រាប់វេទិកាយុវជនវិទ្យាសាស្ត្រអន្តរជាតិនេះគឺមានគោលបំណងដើម្បីបណ្ដុះដល់អ្នកវិទ្យាសាស្ត្រចំនួនក្រោយចំនួនថ្មីដូចគាត់ដើម្បីឲ្យពួកគាត់នឹងមានការកាន់តែចង់ចេះចង់ដឹងតកតងទៅនឹងបច្ចេកវិទ្យាបាទសប្តាហ៍ថ្ងៃគឺផ្ដោតទៅលើ AI ក៏ដូចជា Nano Technology ហើយគោលបំណងទី2គឺវេទិកានឹងតែម្ដងគឺផ្ដល់ឱកាសឲ្យកូនបានជួបជាមួយនឹងអ្នកវិទ្យាសាស្ត្រក៏ដូចជាអ្នកដែលឈ្នះរង្វាន់ Nobel តកតងទៅនឹងផ្នែកវិទ្យាសាស្ត្រមកពីប្រទេសល្បីមានដូចជាខាងអូស្ត្រាលីនៅក្នុងសិង្ហបុរីហើយនឹងមាននៅក្នុងសហរដ្ឋអាមេរិកផងដែរបាទហើយគោលបំណងទី3គឺចង់ឲ្យក្មេងៗបាទ build ជា global network ឲ្យគាត់មានទំនាក់ទំនងជាមួយនឹងបណ្ដាសិស្សផ្សេងទៀតដែលមកពីប្រទេសផ្សេងដែលបានចូលរួមចឹងនៅក្នុងនឹងគឺបើកឱកាសឲ្យពួកគាត់រៀនជាមួយគ្នាសហការជាមួយគ្នាហើយគោលបំណងទី4មួយទៀតគឺឲ្យកូនសិស្សហ្នឹងបានដោះដូរនៅ culture បាទវប្បធម៌អញ្ចឹងគឺយើងពីកម្ពុជាទៅពីប្រទេសខ្មែរទៅគឺយើងនឹងបង្ហាញពីវប្បធម៌អរិយធម៌របស់យើងដល់មិត្តអន្តរជាតិហើយនៅពេលនោះក៏យើងនឹងទទួលបានឬក៏យល់ដឹងអំពីវប្បធម៌របស់ប្រទេសផ្សេងបាទនេះគឺវាឆ្លើយតបទៅនឹង core value តម្លៃស្នូលមួយរបស់សាលា AIA គឺតាក់ទងទៅនឹង international mindedness បាទគឺបណ្ដុះឲ្យគាត់មានផ្នត់គំនិតជាពលរដ្ឋសកលបាទហើយគោលបំណងធំមួយទៀតហ្នឹងគឺឲ្យគាត់នឹងបានបង្ហាញពីសមត្ថភាពរបស់គាត់តាមរយៈការធ្វើបទបង្ហាញទៅលើ project របស់គាត់ទៅលើគម្រោងរបស់គាត់
ដែលគាត់បានខំរៀបចំរយៈពេលយ៉ាងយូរហើយអញ្ចឹងនៅពេលនេះគឺយើងមានឱកាសក្នុងការបង្ហាញពីថ្វីដៃហើយនឹងការស្រាវជ្រាវរបស់យើងបាទវាជាឱកាសមួយដើម្បីយើងបានដោះដូរបទពិសោធន៍រវាងយើងជាមួយនឹងប្រទេសដទៃជាមួយនឹងសិស្សដទៃហើយយើងក៏ឃើញពីការរៀននិងការបង្រៀនរបស់ប្រទេសអភិវឌ្ឍន៍ដូចជាសិង្ហបុរីប្រទេសជប៉ុនប្រទេសកូរ៉េជាដើមវេទិកាយុវជនវិទ្យាសាស្ត្រអប់រំហ្នឹងគឺអន្តរជាតិហ្នឹងគឺមានការចូលរួមពីសាលាចំនួន24បាទចំនួន24ដែលជាសាលានៅក្នុងប្រទេសសិង្ហបុរីនឹងតែម្ដងនៅក្នុងសិង្ហបុរីនឹងតែម្ដងហើយចំណែកឯបរទេសវិញសិស្សបរទេសវិញគឺមានសាលាចូលរួមចំនួន21សាលានៅក្នុងហ្នឹងមានមកពីប្រទេសចិនប្រទេសតៃវ៉ាន់ប្រទេសថៃប្រទេសវៀតណាមប្រទេសម៉ាឡេប្រទេសកូរ៉េប្រទេសឡាវហើយនៅក្នុងហ្នឹងក៏មានប្រទេសកម្ពុជាយើងដែរហើយចំណែកឯសាលាដែលទៅពីប្រទេសកម្ពុជាយើងនេះគឺមានតែ2សាលាគត់បាទមានតែ2សាលាគត់មួយគឺសាលារដ្ឋហើយមួយទៀតគឺសាលាឯកជនអញ្ចឹងចំពោះស្ថាប័ន AIA បាទសាលារៀនបញ្ញវន្តអង្គរគឺយើងមានមោទនភាពខ្លាំងណាស់ដែលយើងគឺជាសាលាឯកជនតែមួយគត់ដែលត្រូវបានគេជ្រើសរើសឲ្យចូលរួមនៅក្នុងវេទិកាវិទ្យាសាស្ត្រហ្នឹងពួកកូនដែលគាត់នឹងទៅចូលរួមនៅក្នុងវេទិកាយុវជនវិទ្យាសាស្ត្រអន្តរជាតិហ្នឹងគឺទី1គាត់នឹងបានចូលរៀននៅក្នុងថ្នាក់ជាក់ស្ដែងតែម្ដងដែលបង្រៀនដោយសាស្ត្រាចារ្យក៏ដូចជាអ្នកវិទ្យាសាស្ត្រល្បីៗអញ្ចឹងគេបង្រៀនបងប្អូនពីមេរៀនមួយចំនួនតាក់ទងទៅនឹង STEM បាទតាក់ទងទៅនឹង STEM តែម្ដងហើយនៅក្នុងនឹងដែរក៏កូនមានឱកាសដើម្បីស្ដាប់បទកថាឬក៏យើងអាចហៅថា lectures ដែលផ្ដល់ជូនដោយសាស្ត្រាចារ្យដែលគាត់ទទួលបាន Nobel Peace Prize ដែលបានពានរង្វាន់ Nobel ហើយនៅក្នុងហ្នឹងក៏គាត់មានការចូលរួមជាក្រុមជា team building ជាមួយនឹងសិស្សានុសិស្សដែលមកពីបណ្ដាសាលាផ្សេងទាំងសិស្សនៅក្នុងសិង្ហបុរីតែម្ដងហើយនិងសិស្សដែលទៅពីប្រទេសផ្សេងបាទក្រៅតែពីការសិក្សាគឺខាងអ្នករៀបចំហ្នឹងគាត់បានផ្ដល់ឱកាសឲ្យពួកគាត់ដើម្បីចុះទៅពិនិត្យជាក់ស្ដែងនៅសារមន្ទីរក៏ដូចជាសារមន្ទីរវិទ្យាសាស្ត្រក៏ដូចជាអាចសប្បាយរីករាយនឹងការដើរទស្សនាក្រុងបាទក្រោយពីគាត់បានចូលរួមវគ្គបណ្ដុះបណ្ដាលអីផ្សេងបាទហើយនៅក្នុងហ្នឹងគឺគេតម្រូវឲ្យសាលាមួយហ្នឹងមានបង្ហាញជា project ដែលយើងបានរៀបចំហើយនឹងមានតាំងបង្ហាញនៅវប្បធម៌របស់យើងបាទ culture exhibition របស់យើងបាទហើយជាចុងក្រោយបាទសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរបស់សាលាបញ្ញវន្តអង្គរបាទ AIA ដែលតែងតែរៀបចំនៅដំណើរសិក្សាបាទ study tour សម្រាប់សិស្សានុសិស្សបាទជារៀងរាល់ឆ្នាំហើយមិនមែនត្រឹមតែទៅសិង្ហបុរីទេបាទមានទៅខាងកូរ៉េហើយនិងបណ្ដាប្រទេសដែលជាដៃគូផ្សេងជាមួយនឹងសាលាហើយក៏សូមផ្ដាំផ្ញើកូនដែរគឺយើងចេញទៅនេះយើងគឺជាគណៈប្រតិភូយើងជាប្រតិភូតំណាងឲ្យសាលាតំណាងឲ្យប្រទេសជាតិអញ្ចឹងរាល់ទង្វើគ្រប់បែបយ៉ាងរបស់យើងគឺយើងត្រូវតែមានការប្រុងប្រយ័ត្នជាពិសេសតែម្ដងបាទអ្វីដែលគួរធ្វើអ្វីដែលមិនគួរធ្វើហើយនេះក៏ជាឱកាសមួយដែលកូនត្រូវទៅក្រេបជញ្ជក់នៅចំណេះដឹងថ្មីហើយមើលឲ្យច្បាស់ថាតើប្រទេសអភិវឌ្ឍគេរៀននិងគេបង្រៀនកូនសិស្សរបស់គេយ៉ាងដូចម្ដេចហើយពេលដែលកូនត្រឡប់មកវិញកូនត្រូវតែយកចំណេះដឹងដែលកូនបានរៀនបានជ្រួតជ្រាបពីសិក្ខាសាលាតាមរយៈសិក្ខាសាលានៅក្នុងវេទិកាហ្នឹងដើម្បីកូនអាចចែករំលែកហើយនឹងដល់មិត្តភ័ក្តិរបស់យើងជាពិសេសគឺបង្កើនចំណេះជំនាញយើងនិងធ្វើខ្លួនឲ្យយើងទៅជាអ្នកដែលស្រាវជ្រាវ
គឺរៀនមួយជីវិតតែម្ដង គួររំលឹកផងដែរថាវេទិកាយុវជនវិទ្យាសាស្ត្រអន្តរជាតិលើកទី18ជាព្រឹត្តិការណ៍សំខាន់មួយក្នុងការផ្តល់ឱកាសដល់គណៈព្រឹទ្ធភូសិស្សមកពីទូទាំងពិភពលោកអាចចែករំលែកនៅទឹកចិត្តស្រឡាញ់វិទ្យាសាស្ត្របច្ចេកវិទ្យានិងការស្រាវជ្រាវជាមួយនឹងការបង្កើតនៅភាពតរភាពយូរអង្វែងរវាងគ្នាផងដែរព្រឹត្តិការណ៍នេះបង្ហាញនៅរបបគំហើញវិទ្យាសាស្ត្រសំខាន់ៗពីការបង្រៀននិងការផ្លាស់ប្ដូរការស្រាវជ្រាវទៅវិញទៅមកទៅជាការដកពិសោធន៍ផ្ទាល់និងការពិភាក្សាបែបស៊ីជម្រៅអមជាមួយនឹងការកយគុណទេសភាពការកម្សាន្តនិងការសហការគ្នាជាមួយមិត្តភ័ក្តិនានាពីទូទាំងពិភពលោកសាលារៀនបញ្ញវន្តអង្គរ AIA តែងតែសហការជាមួយស្ថាប័នអប់រំល្បីៗលំដាប់ពិភពលោកដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូអាចបង្ហាញនៅសមត្ថភាពចំណេះដឹងនិងការស្រាវជ្រាវព្រមទាំងផ្លាស់ប្ដូរវិធីស្រាវជ្រាវនិងវប្បធម៌ដ៏ល្អរបស់ខ្មែរនៅលើឆាកអន្តរជាតិម្យ៉ាងវិញទៀតបានផ្សារភ្ជាប់គុណតម្លៃភាពជាពលរដ្ឋសកលរបស់សាលាជាមួយនឹងការអនុវត្តជាក់ស្ដែងផងដែរដើម្បីអបអរខួប6ឆ្នាំនេះសាលារៀនបញ្ញវន្តអង្គរផ្ដល់អាហារូបករណ៍ AIA Pathfinder រហូតដល់ 40% សម្រាប់កម្មវិធីជាតិនិងអន្តរជាតិផងដែរ